មកកន្លែងនេះទទួលបានទាំងត្រេងឆ្ងាញ់ហើយនិងបរិយាកាសល្អទៀតនោះគឺ24 7នឹងឯងដែលបើក24 ម៉ោងហ្មងអញ្ចឹងមិនថាអ្នកធ្វើអស័យមិនដាច់យកឬក៏ចង់រកកន្លែងស្ងប់ស្ងាត់ដើម្បីធ្វើការអីក៏អាចមកកន្លែងគាត់បានដែរនៅពេលដែលខ្ញុំទៅថតកន្លែងគាត់ក៏បានរៀបចំ concept Halloween ដែរនិយាយរួមមកគាត់ទៅចូលទៅដល់គឺប្លែកភ្នែកខ្លាំងមែនតើជាពិសេសនឹងការធ្វើត្រេងរបស់គាត់បើនិយាយពីតម្លៃវិញឡើងសមរម្យជាពិសេសកន្លែងគាត់ special ថងបើក24 ម៉ោងនឹងតែម្ដងអ្នកដែលចូលចិត្តបែបឯកជនភាពអីទៅកន្លែងគាត់ដឹងទៅត្រូវអីព្រោះអីកន្លែងអង្គុយរបស់គាត់គឺមានខណ្ឌចែកធំធៅជាពិសេសហ្នឹងគឺមាន concept បែបជប៉ុននិយាយរួមទៅពេលដែលយើងទៅដល់មានអារម្មណ៍ថាប្លែកតែម្ដងមិនថាទេទាំងគេទាំងខ្ញុំបើសិនជាមានកន្លែងឯកជនភាពបែបនេះហើយត្រេងតម្លៃសមរម្យនិងបរិយាកាសល្អបែបនេះក៏ទៅដូចតែគ្នាហ្នឹងអញ្ចឹងណែនាំសម្រាប់បងប្អូនតែម្ដងបើត្រូវការភាពឯកជនភាពនិងត្រេងឆ្ងាញ់អីគឺអាចទៅរកកន្លែងគាត់បានបញ្ជាក់កន្លែងគាត់លាក់ខ្លួនតិចមែនប៉ុន្តែកុំភ័យចាំអេដមីនណាតម្លាក់ map ឲ្យអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំទៅ review កន្លែងណាទៀតអាច comment ប្រាប់ខ្ញុំខាងក្រោមបានណា